ជំងឺអ្វីខ្លះដែលបណ្ដាលឲ្យអ្នកជំងឺដែលយើងមើលឃើញថាគាត់អត់អីសោះអាចនឹងប្រឈមនឹងការស្លាប់ភ្លាមៗនេះចា៎តាម WHO វាតម្លៃថាក្នុង10ឆ្នាំនៅមុខទៀតប្រទេសយើងនឹងជួបបញ្ហាម្នាក់ក្នុងចំណោម5នាក់ដែលកាំងបេះដូងនឹងហូរជានឹងគ្រោះថ្នាក់ផ្សេងឈាមខួរក្បាលអញ្ចឹងកាំងបេះដូងឲ្យហូរឈាមខួរក្បាលពេលខ្លះសង្គ្រោះបានពេលខ្លះសង្គ្រោះបានទេនៅក្នុងមូលហេតុនៃកត្តាស្លាប់ព្រាមៗហ្នឹងគឺបញ្ហាបេះដូងផ្សេងឈាមបេះដូងហ្នឹងគឺឡើងរហូតដល់ 80% មានរហូតដល់ 80% ហើយ 80% ហ្នឹងមិនថាមនុស្សចាស់ឬកូនក្មេងទេមនុស្សចាស់គាត់មានជំងឺរបស់គាត់គឺស្ទះផ្សេងឈាមបេះដូងដោយសារគាត់សន្សំពីទូចណោបញ្ហាខ្លាញ់បញ្ហាលើសឈាមបញ្ហាទឹកនោមផ្អែមដែលធ្វើឲ្យសរសៃឈាមគាត់ពុកផុយងាយមានបញ្ហាអញ្ចឹងធ្វើឲ្យគាត់អាចស្ទះផ្សេងឈាមបេះដូងស្លាប់ភ្លាមដោយឡែកក្មេងគាត់មានជំងឺពីកំណើតដល់អញ្ចឹងទៅគាត់បេះដូងគាត់រីកធំវិបត្តិចង្វាក់បេះដូងកើតឡើងធ្វើឲ្យគាត់ស្លាប់ភ្លាមដែរនេះគឺជាបញ្ហាដែលកើតឡើងជាមួយជំងឺបេះដូងនិងសរសៃឈាមទី2គឺសរសៃឈាមខួរក្បាលដែលងាយឲ្យគាត់ស្លាប់ភ្លាមដែរជាពិសេសគឺការហូរឈាមនៅខួរក្បាលដាច់សរសៃហូរឈាមខួរក្បាលចេញពីបាតហ្នឹងទៅគឺធ្វើគេហៅថាហូរឈាមច្រើនធ្វើឲ្យគាត់ស្លាប់ភ្លាមមួយរំពេចដូចគ្នាបញ្ហាទី3គឺបញ្ហាតាក់ទងនឹងផ្លូវដង្ហើមផ្លូវដង្ហើមនេះគឺសំខាន់ណាស់ប្រទេសយើងមិនសូវជួបទេគេហៅថាស្ទះសរសៃឈាមសួតដូចជាការស្ទះសរសៃឈាមបេះដូងអញ្ចឹងស្ទះសរសៃឈាមសួតនេះបើសិនជាមៀតចាប់ផ្ដើមធ្វើទុកងឹតមុខទៅតែម្ដងបាទគឺកាំងបេះដូងដូចគ្នាបញ្ហាមួយទៀតដែលយើងគេសង្កេតឃើញនៅលើពិភពលោកគឺបញ្ហាជំងឺហឺតដែលដល់កម្រិតមួយធ្ងន់ធ្ងរដែលធ្វើឲ្យគាត់ពិបាកដង្ហើមកាំងដង្ហើមស្លាប់ដូចគ្នាហើយបញ្ហាទី4គឺបញ្ហាដែលតាក់ទងនឹងជំងឺមេតាបូលិកហើយនឹង genetic គេហៅមេតាបូលិកនេះគឺថាខ្លួនយើងម្នាក់មុនដំបូងស្គមទេចា៎បន្ទាប់មកហូបអីញ៉ៃញ៉ៃទៅធ្វើឲ្យគាត់ធាត់ដល់ធាត់ទៅគាត់មានជំងឺលើសឈាមទឹកនោមផ្អែមអីចូលរួមអស់ខ្លាញ់ឡើងហើយមិនត្រឹមប៉ុណ្្នឹងទេនៅលើបេះដូងរបស់គាត់ទៀតមានជំងឺដំណរពូជដែលតាក់ទងនឹងចង្វាក់វិបត្តិចង្វាក់បេះដូងដែលធ្វើឲ្យគាត់ងាយពេលខ្លះស្លាប់ភ្លាមដូចគ្នាពេលមានការប្រែប្រួលណាមួយគាត់ស្លាប់ហើយជាពិសេសគឺជំងឺដែលតាក់ទងនឹងទឹកនោមផ្អែមនៅបច្ចុប្បន្នបើស្ករឡើងមិនសូវអីប្រហែលអាស្ករចុះដេកស្លាប់យប់មានពីណាដឹងចា៎អញ្ចឹងធ្វើឲ្យគាត់ស្លាប់ដែរនេះជាដែលយើងសង្កេតឃើញហើយបញ្ហាតាត់គ្រោះថ្នាក់ដោយសារចរាចរណ៍ដែលប៉ះពាល់ទៅខួរក្បាលកាលណាប៉ះខួរក្បាលគឺងាយឲ្យគាត់ស្លាប់ណាស់ចា៎អាហ្នឹងក៏ចាត់ទុកថាគ្រោះថ្នាក់ស្លាប់ភ្លាមដែរ